ដំណើរធម្មយាត្រាសម័យថ្ងៃមួយមានអាចារ្យម្នាក់បាននាំសិស្សដើរព្រៃមុននឹងធ្វើដំណើរអាចារ្យបានសួរសិស្សទាំងឡាយថាតើអ្នកណាចង់ដើរព្រៃជាមួយនឹងលោកគ្រូខ្លះតែដំណើរនោះយប់ទីណាគឺត្រូវសម្រាកទីនោះចំណែកឯស្បៀងអាហារអ្នកទាំងឡាយត្រូវរៀបចំបម្រុងខ្លួនឯងឲ្យបានយ៉ាងតិច7ថ្ងៃពេលនោះមានសិស្សចំនួន19នាក់មានទាំងក្រហមនិងបព្វជិតស្ម័គ្រចិត្តធ្វើដំណើរជាមួយនឹងអាចារ្យប៉ុន្មានថ្ងៃក្រោយមកក៏ដល់ពេលវេលាដែលត្រូវធ្វើដំណើរលោកអាចារ្យក៏បាននាំសិស្សធ្វើដំណើរចេញពីតំបន់អាតៃនៃខេត្តកោះកុងឆ្ពោះទៅទិសខាងលិចដោយម្នាក់មានតង់មួយនិងស្បៀងអាហារម្នាក់មួយបង្វិចហើយការធ្វើដំណើរនោះឥតមានសិស្សណាដឹងថាត្រូវដើរចម្ងាយប៉ុន្មាននោះទេគឺមានតែអាចារ្យម្នាក់គត់ដែលដឹងមានសិស្សមួយចំនួនបាននាំគ្នាទៅសួរអាចារ្យថាតើយើងត្រូវដើរទៅណាហើយមានចម្ងាយប៉ុន្មានដែរលោកគ្រូលោកអាចារ្យមិនប្រាប់ហើយសួរសិស្សវិញថាតើអ្នកទាំងឡាយអាចធ្វើដំណើរដោយពុំមានគោលដៅបានទេសំណួររបស់អាចារ្យនេះបើនិយាយតាមទម្លាប់របស់មនុស្សគឺគួរឲ្យអស់សំណើចណាស់ព្រោះថាគ្មានអ្នកណាធ្វើដំណើរដោយគ្មានគោលដៅនោះទេប៉ុន្តែសម្រាប់សិស្សភាគច្រើនគឺបានដឹងពីអ្វីដែលអាចារ្យចង់មានន័យប៉ុន្តែសិស្សមួយចំនួនទៀតដែលមិនយល់ក៏បានសូមឲ្យអាចារ្យពន្យល់សេចក្តីបន្ថែមលោកអាចារ្យក៏បានប្រាប់ថាការដើរដោយគ្មានគោលដៅគឺជាដំណើរស្ងាត់ជាដំណើរមិនស្ទុះទៅមុខឬជាដំណើរបច្ចុប្បន្នគឺរាល់ការលើកដាក់ជើងត្រូវនៅជាមួយនឹងដំណើរនោះហើយជាការដើរដោយគ្មានគោលដៅបើទោះបីជាត្រូវទៅទីណាដើរឆ្ងាយប៉ុណ្ណាក៏មានត្រឹមតែមួយជំហាននេះដែរបើអ្នកមិនស្ទុះទៅមុខឬមិនសម្លឹងទៅមុខដោយបំណងអីចឹងតើមានកន្លែងដែលត្រូវទៅទេដូច្នេះការមានស្មារតីនៅក្នុងជំហានគឺជាដំណើរឥតមានគោលដៅហើយដំណើរនេះឯងគឺជាដំណើរធម្មយាត្រាជាដំណើរធម៌ឬជាដំណើរនៃធម៌ប្រព្រឹត្តទៅឥតមានអ្នកធ្វើនិងឥតមានអ្នកដើរនោះឡើយបន្ទាប់ពីបានស្ដាប់ការពន្យល់ពីអាចារ្យហើយសិស្សទាំងអស់ក៏បានយល់ច្បាស់ហើយយកទៅអនុវត្តក្នុងដំណើរធម្មយាត្រាពីកន្លែងមួយទៅកន្លែងមួយដោយសេចក្តីយកចិត្តទុកដាក់បំផុតដំណើរធម្មយាត្រាជាមួយអាចារ្យពេលនោះធ្វើឲ្យខ្ញុំនឹកឃើញកាលពីនៅជាបព្វជិតគឺក្នុងឆ្នាំ2003ក៏ធ្លាប់ធ្វើដំណើរធម្មយាត្រាម្ដងដែរដែលដំណើរធម្មយាត្រាកាលនោះគឺដើរចេញពីទីរួមខេត្តកំពង់ធំឆ្ពោះទៅប្រាសាទព្រះវិហារដែលមានគណៈធម្មយាត្រារួមទាំងព្រះសង្ឃនិងគ្រហស្ថជាង100នាក់ហើយប្រើរយៈវេលាជាង20ថ្ងៃទើបបានទៅដល់អ្វីដែលគួរឲ្យខ្ញុំចាប់អារម្មណ៍នៅក្នុងដំណើរធម្មយាត្រាទាំងពីរគឺកម្មវត្ថុឬវត្ថុបំណងនៃធម្មយាត្រាដែលកម្មវត្ថុនៃធម្មយាត្រាកាលពីខ្ញុំធ្លាប់ដើរកាលនៅជាបព្វជិតគឺមានវត្ថុបំណងនៅខាងក្រៅដោយមានគោលបំណងចង់ផ្សព្វផ្សាយនៅការយល់ដឹងដល់មនុស្សដែលនៅតាមបណ្ដាភូមិស្រុកដែលនៅតាមដងផ្លូវឲ្យបានយល់អំពីតម្លៃនៃការរក្សាសីល5និងការផ្សព្វផ្សាយអំពីការការពារព្រៃឈើជាដើមចំណែកឯការធ្វើធម្មយាត្រាជាមួយនឹងអាចារ្យលើក្រោយនេះគឺមានវត្ថុបំណងខាងក្នុងមានន័យថាគឺត្រូវដើរជាមួយខ្លួនឯងឬដើរមើលខ្លួនឯងនៅក្នុងដំណើរធម្មយាត្រានេះមិនថាពេលថ្ងៃឬពេលយប់នោះទេលោកអាចារ្យតែងផ្ដល់ឱវាទដល់សិស្សជានិច្ចហើយនៅតាមផ្លូវមិនសូវមានផ្ទះអ្នកស្រុកនោះទេមានតែព្រៃភ្នំនិងមានតែសំឡេងសត្វព្រៃរាល់ពេលនិទ្រាចូលមកដល់អាចារ្យបានឲ្យសិស្សបំពុះភ្លើងនិងដាក់វេនគ្នាយាមដោយបែងចែកជា2វេនមួយវេនមាន10នាក់អ្នកប្រចាំការក្នុងវេននីមួយៗត្រូវនៅថែភ្លើងនិងអង្គុយធ្វើកម្មដ្ឋានហើយរៀងរាល់ព្រឹកមុននឹងចេញដំណើរបន្តទៅមុខយើងត្រូវក្រោកធ្វើកម្មដ្ឋានរួមគ្នាចាប់ពីម៉ោង5ហើយរាល់ពេលចេញដំណើរម្ដងលោកអាចារ្យតែងរំលឹកឲ្យយើងនៅជាមួយនឹងដំណើរបច្ចុប្បន្នជានិច្ចនៅល្ងាចថ្ងៃទី2
គណៈធម្មយាត្រាបានធ្វើដំណើរដល់តំបន់អូសោមពេលនោះមានអ្នកភូមិពីរអ្នកប្តីប្រពន្ធបានស្នើសុំឲ្យគណៈធម្មយាត្រាស្នាក់នៅផ្ទះរបស់គាត់មួយយប់ព្រមទាំងបានធ្វើអាហារទទួលដោយសេចក្តីរីករាយទៀតផងលុះព្រឹកឡើងយើងក៏បានចេញដំណើរបន្តទៅមុខទៀតហើយការបន្តដំណើរចេញពីតំបន់អូសោមលើកនេះគឺយើងត្រូវធ្វើដំណើរឆ្លងកាត់ភ្នំមួយយ៉ាងធំដែលភ្នំនោះគឺស្ថិតនៅក្នុងតំបន់ភ្នំខ្មោចនៅតំបន់នោះជាតំបន់ព្រៃអភិរក្សមានឈើនិងសត្វព្រៃច្រើនចម្រុះមានទាំងខ្លាដំរីនិងចចកជាដើមស្ថិតក្នុងដំណើរឆ្លងកាត់ព្រៃធំដែលមានសត្វច្រើនប្រភេទដូច្នេះអាចារ្យបានប្រាប់សិស្សឲ្យកាន់តែមានការប្រុងប្រយ័ត្នតែការប្រុងប្រយ័ត្ននេះមិនមែនខ្លាចចំពោះសត្វកាចនោះទេគឺតាមមើលចិត្តភ័យខ្លាចឬសេចក្តីធ្វេសប្រហែសរបស់ខ្លួននៅក្នុងព្រៃនោះពិតជាមានសត្វច្រើនប្រភេទមែនជាពិសេសយើងបានឃើញសត្វឆ្កែចចកនិងស្វានរត់កាត់ផ្លូវជាច្រើនប៉ុន្តែទោះជាយ៉ាងណាគណៈធម្មយាត្រានៅតែបន្តដំណើរទៅមុខដោយភាពស្ងៀមស្ងាត់លុះយើងធ្វើដំណើរឆ្លងកាត់តំបន់នោះហើយយើងក៏បានជួបអ្នកចម្ការពីរអ្នកប្តីប្រពន្ធហើយស្របពេលនោះព្រះសូរិយាក៏អស់ស្ដង់គត់ដែរគណៈធម្មយាត្រាក៏នាំគ្នាបោះតង់នៅដីចម្ការនោះមួយយប់ទៀត